បាទអញ្ចឹងបងប្អូនត្រូវមានរូបមកផ្ទាំងមកហើយទាញយកមកដាក់នៅ Photoshop ចឹងមកបាទបន្ទាប់មកបងប្អូនទី1ត្រូវសម្អាតមុខបាទបន្ទាប់មកកាត់ background ហើយចុងបញ្ចប់គឺដាក់ខ្នាត 4x6 ហ្នឹងអញ្ចឹងបងប្អូនធ្វើការ zoom មកហើយកាត់កន្លែងណាដែលមានស្លាកស្នាមអញ្ចឹងមកបាទមានស្នាមធំៗបាទបន្ទាប់ពីបានបែបហ្នឹងហើយបងប្អូនចូលកន្លែង filter យកពាក្យ camera raw នេះមកតោះមកបងប្អូនចូលកន្លែង line បើក exposure វារៀងភ្លឺបន្តិចមកហើយ contrast ដាក់មកល្មមមកមើលតាមជាក់ស្ដែងបាទមើលតាមជាក់ស្ដែងរូបភាពបងប្អូនអាហ្នឹងគឺអត់មានរូបមន្តអីទេអាស្រ័យលើបងប្អូនសេរីតាមជាក់ស្ដែងអញ្ចឹងណាបាទអានេះតើតើនឹងពន្លឺហើយនឹងស្មោលហើយបន្ទាប់មកបងប្អូនយកកន្លែង color mixer នេះមកធ្វើការអូសកន្លែងក្រហមនេះដើម្បីឲ្យចំណុចក្រហមនេះមានន័យថាចំណុចដែលក្រហមហ្នឹងបងប្អូនទាញក្រហមយ៉ាងមកវាក្រហមហើយបាទហើយកន្លែងនេះតើតើនឹងពណ៌សាច់ពណ៌អីហ្នឹងឲ្យតែមានពណ៌ហ្នឹងបងប្អូនទាញទម្លាក់វាមកស្លេកតាមហ្នឹងហើយបាទចឹងពណ៌យើងអត់មានច្រើនទេទី1ពណ៌សាច់នេះពណ៌លឿងទី2ពណ៌ក្រហមទី3ពណ៌ខ្មៅបាទបន្ទាប់ពីបានប៉ុណ្្នឹងហើយបងប្អូនចុចអូខេមកបាទការងារបន្ទាប់គឺផាត់មុខឲ្យរលោងផាត់មុខឲ្យវាស្អាត Ctrl J មួយមកដើម្បី copy Ctrl I ហើយចូលកន្លែងចូលមកយកពាក្យ vivid line នេះមកហើយចូល filter យក blur Gaussian blur នេះមកយកត្រឹម5ហ្នឹងមកតមកចូល filter ដែរយកកន្លែង other យក high pass នេះមកបាទមកបងប្អូនមើលតាមជាក់ស្ដែងតាមរូបភាពរបស់បងប្អូនជាក់ស្ដែងចឹងមកឲ្យសេរីតាមនឹងចឹងមកបាទរូបនេះគឺយកប៉ុណ្ណឹងបាទអូខេតមកបងប្អូនចូលកន្លែងម៉ាស់នេះមកចុចឲ្យជាប់បាទតពីបានបែបហ្នឹងហើយបងប្អូនយក color ពណ៌សដើម្បីធ្វើការផាត់ស្លាកស្នាមអីចេញតមកយកប្រាស់ tool នេះមកគ្នាបិទបើកនេះអានេះសម្រាប់ពង្រីកពង្រួមប្រាស់ហ្នឹងការផាត់វាចឹងមក opacity នេះតាមជាក់ស្ដែងមកខ្ញុំយក100ផាត់កន្លែងណាមានស្លាកស្នាមដូចស្នាមខ្មៅជីបងប្អូនផាត់ចឹងមកវាបាត់អីបងប្អូនធ្វើតាមនឹងមកហើយផ្ចិតផ្ចង់វាមកកាន់តែផ្ចិតផ្ចង់កាន់តែសម្រិតសម្រាញ់ការងារយើងកាន់តែស្អាតតាមហ្នឹងបាទអញ្ចឹងឃើញមុខ smooth ហើយកន្លែងស្លាកស្នាមខ្មៅអីក៏អស់ដែរបាទអញ្ចឹងយើងយកបែបធម្មជាតិមិនបាច់យកកមួនខ្លាំងពេកទេបាទយកប៉ុណ្ណឹងស្អាតហើយបាទតមកបិទបើកភ្នែកមើលថាបានស្អាតកម្រិតណាបាទឃើញវាបានស្អាតហើយកាត់ស្នាមកាត់អីបានស្អាតបាទអញ្ចឹងបងប្អូនចុច shift ឲ្យជាប់ចូលលើ background នេះមកបាទតមកយក merge តមក Ctrl L មួយមកដើម្បីដំឡើងពន្លឺនឹងបន្តិចមកបាទអូខេបាទប៉ុណ្ណឹងគឺរូបយើងស្អាតហើយបាទនេះបើសិនណាបងប្អូនចង់បាន background សគឺយកអញ្ចឹងទៅបាទតែបើបងប្អូនចង់ដូរ background អញ្ចឹងបងប្អូនយក object select tool នេះមកយកមកគូរលើរូបភាពហ្នឹងមកបាទវីដេអូមុនខ្ញុំបានបង្រៀនតើតើនឹង tool នឹងច្រើនដែរបាទអញ្ចឹងបងប្អូនចូល select នេះមកហើយយក select and mask នេះមកបាទឃើញថាកាត់សក់បានស្អាតរួចហើយបាទអញ្ចឹងបងប្អូនគូសតែកន្លែងណាដែលវាដាច់
គូសយកកន្លែងណាតែដាច់ចេញមកបន្ទាប់មកបងប្អូនចូលកន្លែង output setting នេះមកតមកចុចសញ្ញាគ្រីសមួយមកបាទបានបែបហ្នឹងហើយចុចអូខេពួកអេដមិនធ្វើអីទៀតទេរូបភាពយើងធ្វើបានស្អាតហើយជិះអូខេបាទឃើញដាច់ background ហើយអញ្ចឹងបងប្អូនត្រូវបង្កើត layer មួយទៀតមកចុចនេះមក click មកបាទអូអា layer ហ្នឹងមកក្រោមមក layer នេះគឺយើងសម្រាប់ដាក់ពណ៌អញ្ចឹងចូលកន្លែងនេះមកហើយយកពាក្យ solid នេះគឺជា color ពណ៌រើសបានតាមចិត្តបាទអញ្ចឹងជាធម្មតារូបភាពមានផ្ទៃសហើយនិងផ្ទៃខៀវបាទអូខេឃើញស្អាតហើយបានស្អាតហើយអញ្ចឹងជាចុងបញ្ចប់គឺយើងត្រូវការកំណត់ទំហំរូបភាពហ្នឹងទៅជា4x6 បាទអញ្ចឹងបងប្អូនចូលកន្លែង crop មកនេះទូនេះបាទចុចលើវាមកបាទបន្ទាប់មកវាយកន្លែងនេះហ្នឹងគិតជាសង់ទីម៉ែត្របើបងប្អូនអត់ដឹងកំណត់កន្លែងសង់ទីម៉ែត្រកន្លែងណាចុចកន្លែងនេះមកស្ដាំមកវាជាសង់ទីម៉ែត្រទីមកតមកវាយ 3.5 4.5 អាហ្នឹងຂະຫນາດ 4x6 បាទបន្ទាប់មកចុចទាញវាអញ្ចឹងមកសេរីអញ្ចឹងមកបងប្អូនមើលដែរមើលកន្លែងនេះកន្លែងសាច់ផ្ទៃមុខកន្លែងនេះហើយកន្លែងនេះតម្រឹមមិនឲ្យបានស្មើគ្នាវាឃើញស្មើស្អាតចឹងហើយបងប្អូនចុច enter ឬមួយក៏សញ្ញាគ្រីសនេះមកបាទរូបភាព 4x6 យើងឃើញស្អាតហើយបាទរូបភាព 4x6 គឺមានតែប៉ុណ្្នឹងបើសិនណាបងប្អូនមានចម្ងល់អ្វីសូម comment នៅក្នុងវីដេអូហើយជួយ like ជួយ subscribe channel ខ្ញុំផងអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ